សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបញ្ចេញស្នាដៃទៀតបងប្អូនឆ្លងមកជួបគ្រឿងស្លឹកខ្នឹងបងប្អូនជាមួយសាច់ជ្រូកយើងហ្នឹងហើយបងប្អូននៅនេះដើមក្បាលដំបូងនេះក្បាលវីដេអូភ្លក់ឥឡូវយើងចាប់ផ្ដើមដល់វគ្គយើងហាន់សាច់ជ្រូកហ្នឹងហើយបងប្អូនយើងហាន់សាច់ជ្រូកហាន់រួចហើយយើងក៏ហាន់តកួនលាយមួយតកួនមួយអីដែរណាបងប្អូនហើយនេះស្លឹកខ្នឹងច្រាមយើងបេះឲ្យស្អាតឲ្យលាងទឹកស្អាតយើងច្រាមវាហើយនេះគ្រឿងវាណាបងប្អូនឡំជូរគ្រឿងវាមានតែប៉ុណ្្នឹងឯងណាបងប្អូនគ្រឿងបុកទីស្រាប់ឯងបងប្អូនចូលយកមកបុកអញ្ចឹងហើយយើងពងនេះពងលីងសាច់ហើយនឹងប្រហុកអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនឥឡូវនេះពងញាប់ដៃញាប់ជើងធ្វើហើយវីដេអូខ្ញុំតើ3នាទីបងប្អូនអត់ច្រើនទេបងប្អូនវីដេអូធ្វើម្ហូបស្លំជ្រូកមកជូរគ្រឿងស្លឹកខ្នឹងចង់ជាប់មកដែរបងប្អូននិយាយជាប់ពេកហ្នឹងហើយបងប្អូនឃើញវីដេអូនេះកុំភ្លេចជួយ share ជួយចុច like និង comment អ្នកមួយផងបងប្អូននឹងបានបងប្អូនដែលធ្វើវីដេអូរៀនធ្វើម្ហូបថ្មីអញ្ចឹងណាចឹងយើងមើលទៅហើយយើងមានបេះស្លឹកងប់ស្លឹកអីចឹងដាក់ទៅបងប្អូនលីងមួយសាច់ចឹងណាបងប្អូនឲ្យធំឈ្ងុយស្លឹកងប់មានស្លឹកក្រូចស្លឹកអីចឹងណាបងប្អូនហ្នឹងហើយឥឡូវពងឲ្យឈ្ងុយបដាណាបងប្អូនអើយឈ្ងុយខ្ញុំចូលចិត្តហូបស្លមជូរគ្រឿងបងប្អូនព្រោះឈ្ងុយគ្រឿងចឹងណាហ្នឹងហើយឥឡូវយើងពងដាក់គ្រឿងសំអីហើយយើងក៏ចាប់ផ្ដើមកូរវឹកហើយខ្ញុំក៏អរគុណបងប្អូនដែលបានស្រឡាញ់ខ្ញុំហើយចូលចិត្តវីដេអូរបស់ខ្ញុំកន្លងមកជួយចុច like និង comment ហើយវីដេអូខ្ញុំក៏រីកច្រើនវីដេអូណាស់ដែរបងប្អូនហើយយើងនេះចូលសាច់រឿងយើងវិញឥឡូវពងដាក់ស្លឹកខ្នឹងលីងវាឲ្យវារៀងក្រហមបន្តិចទៅយើងដាក់ទឹកចូលហ្នឹងហើយបងប្អូនដាក់ទឹកចូលមកល្មមយើងដាក់ទឹកច្រើនពេកក៏វាអត់ឆ្ងាញ់ដែរយើងដាក់មកល្មមយ៉ាងនេះចាប់ផ្ដើមឆ្អិនហើយបងប្អូនហើយយើងចាប់ផ្ដើមភ្លក់វាហ្នឹងហើយចាប់ពីក្បាលវីដេអូមិញហ្នឹងបងប្អូនអរគុណច្រើនណាបងប្អូនដែលបានជួយមើល